Ngày nay nhom trongមកបង្ហាញពីការកត់ concept ជាមួយនឹងការ sketch និងការតម្លើង 3D model នៅគម្រោងមួយដែលខ្ញុំធ្លាប់ធ្វើពីមុនមកហ្នឹងវាជាគម្រោងម្ចាស់ទេហើយគម្រោងហ្នឹងគឺវាមានមុខងារប្រភេទដូចជា showroom ឬក៏ដូចជាប្រភេទជា gallery ឬក៏ space មួយដែលយើងអាចដាក់តាំងបង្ហាញអីផ្សេងៗអញ្ចឹងណាអញ្ចឹងការគូនៅ concept អាគារហ្នឹងគឺខ្ញុំចង់បដោតទៅលើ structure បានន័យថាយើងអត់គិត mode អីច្រើនទេគឺយើងបង្កើត structure ហ្នឹងគឺជា mode របស់អាគារហ្នឹងតែម្ដងអញ្ចឹងstructure ទាំងអស់ហ្នឹងគឺវាបានភ្ជាប់គ្នាតាមរយៈអក្សរមួយហ្នឹងអញ្ចឹងទៅវាភ្ជាប់គ្នាតាមធ្នឹមវាបង្កើតបានទៅជា space មួយហើយដែលយើងមើលពីចម្ងាយមកគឺយើងឃើញថា structure ហ្នឹងគឺវាជា mode របស់អាគារហ្នឹងតែម្ដងចឹងនេះគឺជា 3D ដែលខ្ញុំបានបង្វិលនៅក្នុងកម្មវិធី 3D Rhino ហ្នឹងវាមានលក្ខណៈ mirror គ្នាហើយ structure ពីរហ្នឹងគឺវាភ្ជាប់គ្នាទៅតាមដោយធ្នឹមក្បាត់ខាងក្រោមចំពោះ structure វាមិន 100% ធានាថាយើងអាចនឹងធ្វើបានអញ្ចឹងទេបើថានេះគឺជាគ្រាន់តែជា concept អញ្ចឹងណាអញ្ចឹងសម្រាប់ធ្នឹមក្បាត់ខាងក្រោមហ្នឹងគឺយើងព័ទ្ធដើម្បីឲ្យវាភ្ជាប់គ្នានៅខាងក្រោមហើយសម្រាប់ខាងលើគឺខ្ញុំមានគម្រោងគិតថាយើងអាចជាលក្ខណៈយើងទាញកាបឬក៏យើងដាក់ដែកប្រភេទដូចជាអាលុយមីញ៉ូមឬក៏ប្រភេទអីចឹងទៅវាអាចមានលក្ខណៈ reflect ចឹងយើងមើលនៅពេលដែលយើង render ទៅគឺវាអាចបន្លំជាមួយនឹងកញ្ចក់អញ្ចឹងយើងមានអារម្មណ៍ថា structure ពីរហ្នឹងវាដូចដាច់គ្នាអញ្ចឹងហើយនេះគឺជាទម្រង់ទូទៅនៅក្នុង 3D ហើយរបៀបក្នុងការតម្លើងហ្នឹងគឺខ្ញុំតម្លើងនៅក្នុងកម្មវិធី Rhino ប្រភេទ sub divide បានថាប្រភេទ sub D ប្រភេទ sub D ហ្នឹងគឺវាកើតឡើងពីចំណុចបន្ទាត់ហើយនឹងផ្ទៃបានន័យថា3ចំណុចហ្នឹងគឺវាបង្កើតបានទៅជា 3D polygon poly surface ហ្នឹងដើម្បីឲ្យយើងទាញតម្លើងទៅតាមនឹងបានន័យថាការតម្លើងហ្នឹងវាមានលក្ខណៈរៀងស្មុគស្មាញដោយយើង control តចំណុចឬក៏បន្ទាត់អីចឹងទេឧទាហរណ៍ថាដូចជានេះចឹងខ្ញុំ select ជុំវិញទាំងអស់ហ្នឹងខ្ញុំចង់ឲ្យវាខ្ពស់ជាងមុនខ្ញុំចាប់ទាញវាឡើងអញ្ចឹងណាអញ្ចឹងបើចំណុចខ្លះបើយើងចង់ឲ្យវាខ្ពស់យើងទាញចំណុចហ្នឹងមួយឡើងទៅលើឬក៏យើងអាចបដូរវាមកឆ្វេងមកស្ដាំទៅតាមទម្រង់ដែលយើងចង់បានអញ្ចឹងការតម្លើង 3D បែបហ្នឹងគឺយើងត្រូវគិតខ្លាំងមែនតើទៅលើទំគ្រប់មុំគ្រប់ជ្រុងទាំងអស់ថាតើវាសមជាមួយនឹង proportion ដែលយើងចង់បានអត់អញ្ចឹងឧទាហរណ៍ថាដូចដបូលអញ្ចឹងបើសិនយើងចង់ឲ្យវាខ្ពស់គឺយើងទាញវាចំណុចមួយហើយចំណុចទាំងអស់ហ្នឹងគឺយើងត្រូវ follow ទៅតាមភាពកោងរបស់ផ្ទៃដែលយើងចង់បាននឹងទៀតអញ្ចឹងវាមានលក្ខណៈស្មុគស្មាញហើយបើសិនជាយើងចាប់ផ្ដើមតម្លើងគឺយើងអាចតម្លើងពីចំណុចមួយដែលវា simple ទៅសិនអញ្ចឹងណាអញ្ចឹងឧទាហរណ៍ដូចសរខាងក្រោមអញ្ចឹងគឺយើងអាចបដូរទីតាំងវាយើងអាចបដូរឲ្យវាមានភាពកោងឬក៏អីទៅតាមការទាញនៅ control point របស់យើងហ្នឹងអញ្ចឹងនេះគឺជា 3D render ដែលបន្ទាប់ពីការតម្លើងហើយហ្នឹងក៏វាជាលក្ខណៈ simple ការ render ហ្នឹងគឺ render នៅក្នុង D5 ហើយបើសិនយើងមើលពីចម្ងាយទៅគឺវាមានលក្ខណៈដូចសត្វស្លាបដែលកំពុងតែបើកស្លាបរៀបចំហោះអីចឹងណាអញ្ចឹង structure វាហ្នឹងគឺយើងមើលទៅគឺឃើញរបៀបអញ្ចឹង